ស់តែជាតិនិងប្រជាជនសម្ដេចតេជោគ្មានពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធិរិទ្ធអ្នកនាំពាក្យសម្ដេចតេជោនៅថ្ងៃទី22ខែធ្នូឆ្នាំ2025បានសរសេរសំណេរដ៏មានអត្ថន័យបែបនេះថាព្រោះតែជាតិនិងប្រជាជនសម្ដេចតេជោហ៊ុនសែនគ្មានពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធិរិទ្ធបានកត់ត្រាសំខាន់នៃបេសកកម្មរបស់សម្ដេចតេជោក្នុងបបហេតុប្រជាជននិងសមរភូមិឆ្នាំ1998ដឹកនាំកម្ពុជាពីនគរផេះផង់ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ 7% ក្នុងមួយឆ្នាំជាង2ទសវត្សរ៍ក្នុងមុនកូវីដ 19 បើតាមលោកជាធិរិទ្ធបច្ចុប្បន្នសម្ដេចតេជោកំពុងរួមជាមួយសម្ដេចធិបតីផ្ដល់យុទ្ធសាស្ត្រដល់បណ្ដាមេទ័ពទប់ទល់ជាមួយនឹងសត្រូវឈ្លានពានគ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាកតែងតែមានវត្តមានរបស់សម្ដេចជានិច្ចជីវិតសម្ដេចជារបស់ជនជាតិខ្មែរអ្នកនាំពាក្យសម្ដេចតេជោរូបនេះបានគូបញ្ជាក់ថារាល់ពេលប្រចាំការលោកតែងតំណាងឲ្យសហការីស្ដាប់ពីបទពិសោធន៍ក្នុងភ្នក់ភ្លើងសង្គ្រាមនិងដឹកនាំប្រទេសដោយលោកតែងសម្លឹងជារឿយៗថាជីវិតហ៊ុនសែនមិនសមបើអាចរស់មកដល់ពេលនេះទេព្រោះឆាកជីវិតវាលំបាកពេកសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាធ្លាប់មានប្រសាសន៍ថាសម្ដេចមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតប្រសិនបើសម្ដេចស្លាប់តើនឹងមានរឿងអ្វីកើតឡើងនាពេល45ឆ្នាំកន្លងមកនេះសម្ដេចតេជោយកជីវិតទៅប្តូរការរស់រានមានជីវិតរបស់ប្រជាជនយកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះយកអំណាចទៅបដូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅជំនាន់ថ្មីសម្ដេចមានប្រសាសន៍ថាចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដែលគ្មានការបង់ថ្លៃឬបោះបង់នោះឡើយ